តេស្តសាកល្បងស្ដីអំពីច្បាប់ចរាចរណ៍ផ្លូវគោកភាគ7ដើម្បីធ្វើជាអ្នកបើកបរដោយសុវត្ថិភាពមិនថាក្នុងបរិយាកាសណាអ្នកត្រូវតែកចុចស៊ីផ្លេញឹកញាប់ដើម្បីប្រាប់អ្នកដទៃឲ្យបើកផ្លូវខាងមុខខធ្វើយ៉ាងណាជៀសវាងបដូរកន្លងផ្លូវឲ្យបានកយូរម្ដងសម្លឹងមើលកញ្ចក់លើសពី1ដើម្បីសង្កេតចរាចរណ៍ខលៃលោកនិងទុកកន្លងគ្រប់គ្រាន់ចន្លោះពីរថយន្តអ្នកនៅចំណុចគ្រោះមហន្តរាយដែលអាចកើតមានចម្លើយខលៃលោកនិងទុកកន្លងគ្រប់គ្រាន់ចន្លោះពីរថយន្តអ្នកនៅចំណុចគ្រោះមហន្តរាយដែលអាចកើតមានក្នុងការបើកជែងខាងស្ដាំដៃគឺជាប្រការត្រូវច្បាប់ក្នុងករណីណាមួយដូចខាងក្រោម1ផ្លូវល្បឿនលឿនដែលមានកន្លង4ជួរដោយម្ខាងផ្លូវបញ្ច្រាស់ទិសគ្នាមាន2ជួរ2នៅលើផ្លូវឯកទិសចម្លើយកករណីលេខ1ខករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយកទាំងករណីលេខ1និងលេខ2គឺជាការខុសច្បាប់បើកបរជែងនៅលើផ្លូវដែលមានកន្លង2ជួរផ្លូវ2ទិសចម្លើយកបើកបរលើគំនូសសញ្ញាដាច់ពណ៌លឿងខបើកបរលើគំនូសសញ្ញាដាច់ពណ៌សកបើកបរលើគំនូសសញ្ញាភ្លោះពណ៌លឿងនៅចំកណ្ដាលទ្រង់ផ្លូវខបើកបរលើគំនូសសញ្ញាភ្លោះពណ៌សនៅចំចំណុចកណ្ដាលទ្រង់ផ្លូវចម្លើយកបើកបរលើគំនូសសញ្ញាភ្លោះពណ៌លឿងនៅចំកណ្ដាលទ្រង់ផ្លូវអ្នកកំពុងបើកបរនៅពេលដែលមានចរាចរណ៍ច្រើនហើយនៅខាងមុខអ្នកឃើញថារថយន្តផ្សេងកំពុងបើកចេញពីកន្លែងចតស្របចិញ្ចើមផ្លូវអ្នកគួរតែកបន្ថែមល្បឿនដើម្បីឲ្យល្បឿនផុតរថយន្តដែលកំពុងតែបើកចេញពីកន្លែងចតនោះខបើកងាកទៅកន្លងផ្លូវខាងឆ្វេងបន្តិចដើម្បីកុំឲ្យទើសផ្លូវរថយន្តនោះកបន្ថយល្បឿននិងប្រុងប្រៀបដើម្បីឈប់រថយន្តខចុចស៊ីផ្លេរួចបន្តបើកទៅមុខទៀតចម្លើយកបន្ថយល្បឿននិងប្រុងប្រៀបដើម្បីឈប់រថយន្តតើអ្នកគួរធ្វើយ៉ាងដូចម្តេចដើម្បីជៀសវាងកុំឲ្យរថយន្តផ្លាតលើទឹកកបន្ធូរខ្យល់ខ្លះពីកង់រថយន្តខជន់ហ្វ្រាំងឲ្យខ្លាំងកដំឡើងល្បឿនខបន្ថយល្បឿន
ចម្លើយខបន្ថយល្បឿន